ក្រុមអ្នកសារព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុកបានមកដល់យកព័ត៌មាននៅឯភូមិព្រៃច័ន្ទដែលទីនោះមានទាហានថៃយកកុងតេន័រមកបិទច្រកភូមិដើម្បីផ្ដាច់ដំណើររបស់អ្នកស្រុកទីតាំងបិទច្រកនៅឯភូមិព្រៃច័ន្ទដែលមានក្រុមពួកយើងបានផ្ដិតយករូបភាពនិងសរសេរជាព័ត៌មានដើម្បីផ្សព្វផ្សាយនៅឯភូមិរបស់ពួកគាត់ប្រជាជនបានចាកចេញពីផ្ទះដែលមិនបានត្រឡប់ទៅវិញទេព្រោះនៅទីនេះមិនអាចរស់នៅបាន